នឹងមានរឿងអ្វីកើតឡើងប្រសិនបើខ្សែបន្ទាត់ព្រំដែនកម្ពុជាត្រូវរងការវាយលុកដោយការភ្ញាក់ផ្អើលនៅថ្ងៃស្អែកតើយើងមានទក់កម្លាំងបែកថែបណាខ្លះដែលអាចគិនកំទេចរាល់មហិច្ឆតារបស់សត្រូវឲ្យคล้ายជាផែកហ្វុងក្នុងមួយប្រព្រឹត្តភ្នែកមនុស្សជាច្រើននិយាយពីកម្លាំងតបធ្វើជើងប៉ុន្តែនៅក្នុងសមរភូមិសង្គ្រាមទំនើបអ្នកដែលគ្រប់គ្រងដែនដីពិតប្រាកដគឺជាម្ចាស់នៃអាវុធមហាប្រឡ័យដែលមានរហស្សនាមថាបិសាចដែកថែបនៅទីនេះមិនមែនជារឿងលេងសើចទេនេះគឺជាសមរភូមិភូមិសាស្ត្រនយោបាយថ្ងៃនេះយើងនឹងទម្លាយអត្ថកម្បាំងនៃកំពូលរថក្រោះចម្បាំងទាំង10ប្រភេទដែលអ្នកជំនាញយោធាអន្តរជាតិលួចខ្សឹបគ្នាថាវាគឺជាអ្នកផ្លាស់ប្ដូរល្បែងសង្គ្រាមពិតប្រាកដសម្រាប់កម្ពុជារថក្រោះដែលមិនត្រឹមតែមានតម្លៃសម្រម្យប៉ុន្តែមានសមត្ថភាពអាចបញ្ជូនសត្រូវឲ្យទៅនរកបានយ៉ាងងាយតើអាវុធមួយណាដែលអាចធ្វើឲ្យប្រទេសជិតខាងដែលតែងតែមានមហិច្ឆតាឈ្លានពានត្រូវញ័រជើងមិនហ៊ានសំបីតែងើបមុខមើលព្រំដែនខ្មែរចម្លើយគឺនៅទីនេះហើយវានឹងធ្វើឲ្យអ្នកព្រឺសម្បូរនៅចំពោះមុខការគម្រាមកំហែងដែលអាចផ្ទុះឡើងគ្រប់វិនាទីកម្ពុជាមិនអាចពឹងផ្អែកតែលើអាវុធធម្មតាបានទៀតទេសត្រូវមានការវិវត្តយើងក៏ត្រូវតែមានក្រញាំដែកដ៏មុតស្រួយទី1យើងសូមណែនាំឲ្យស្គាល់នៅយន្តភូតមរណៈពីរុស្ស៊ី T-72B3 នេះមិនមែនជារថក្រោះធម្មតាទេវាគឺជានិមិត្តរូបនៃភាពចាស់ស្ដែងនិងកម្លាំងបោះសម្អាតក្នុងបម្លាយត្រឹមតែ 1.5 ទៅ 2 លានដុល្លារវាប្រៀបដូចជាការទិញយកនៅខែការពារជាតិមួយដ៏រឹងមាំស្រមៃមើលកំភ្លើងធំទំហំ125មីលីម៉ែត្ររបស់វាដែលអាចបាញ់ពុះជ្រៀតពាក់ដែករថក្រោះសត្រូវឲ្យខ្ទេចជាពីរចំណែកវាបំពាក់ដោយប្រព័ន្ធម៉ាស៊ីន V92S2F កម្លាំងជាង1130សេសដែលអាចបើកបរក្នុងល្បឿន70គីឡូម៉ែត្រក្នុង1ម៉ោងទូព្យាត្រូវកាត់ព្រៃក្រាស់របស់ខ្មែរដីលួបឬតំបន់ភ្នំក៏វានៅតែអាចលូតផ្លោះទៅមុខដោយសត្វសាហាវប្រព័ន្ធ Contact 5 និង Relic ERA របស់វាគឺជាអាវុធការពារសត្វដែកដែលធ្វើឲ្យក្របរ៉ុកែតរបស់សត្រូវផ្ទុះសាបសូន្យនៅខាងក្រៅមិនអាចសូម្បីតែឈួតថ្នាំរថក្រោះបើសត្រូវគឺចង់លែងល្បែងវាប្រហារពេលយប់ T-72B3 មានភ្នែកកម្ដៅដែលអាចកំទេចគោលដៅពីចម្ងាយ4គីឡូម៉ែត្រទាំងដែលសត្រូវមិនទាន់ដឹងខ្លួនថាសេចក្តីស្លាប់មកដល់ផងតែរងចាំសិនបើទេ 72B3 ធ្វើឲ្យសត្រូវខ្លាចរអាកម្រិតនេះចុះបើយើងនិយាយពីបិសាចគ្នាក្រហមវិញយ៉ាងណាដែរចូលដល់ទី2គឺទេ 90S របស់រុស្ស៊ីនេះគឺជាកម្ពុជារថក្រោះដែលសំបីតែមហាអំណាចក៏ញញើតក្នុងតម្លៃ3ទៅ4លានដុល្លារនេះគឺជាអធិរាជនៃសមរភូមិអ្វីដែលធ្វើឲ្យទេ 90S ក្លាយជាសពិនអាក្រក់របស់សត្រូវគឺប្រព័ន្ធការពារ Stora 1ដែលមានភ្នែកពណ៌ក្រហមឆ្អៅពីរនៅខាងមុខពេលសត្រូវបញ្ជូនមីស៊ីលមករកវាភ្នែកក្រហមនេះនឹងបញ្ចេញរលកសញ្ញាឆក់ប្រព័ន្ធគ្រប់គ្រងមីស៊ីលសត្រូវធ្វើឲ្យមីស៊ីលនោះវង្វេងទិសធ្លាក់ចូលព្រៃបាត់មិនតែប៉ុណ្ណោះវាអាចបាញ់មីស៊ីលចេញពីកានុងកំភ្លើង125មីលីម៉ែត្ររបស់វាកំទេចឧទ្ធម្ភាគចាស់ឬរថក្រោះសត្រូវពីចម្ងាយដល់ទៅ5គីឡូម៉ែត្រសាកស្រមៃមើលប្រសិនបើកងទ័ពកម្ពុជាតម្រៀបជួរទេ 90S នៅតាមបណ្ដោយព្រំដែនតើសត្រូវណាហ៊ានបោះជំហានចូលនេះមិនមែនត្រឹមតែជាអាវុធទេវាគឺជាសង្គ្រាមផ្លូវចិត្តដែលបំផិតបំភ័យសត្រូវឲ្យបាក់ស្បាតតាំងពីមិនទាន់ផ្ទុះអាវុធឥឡូវនេះយើងងាកមកមើលមហាអំណាចអាស៊ីវិញម្ដងទី3គឺ VT2 ពីប្រទេសចិននេះគឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ការសន្សំសំចៃនិងយុទ្ធសាស្ត្រវាយលុកទ្រង់ទ្រាយធំជាមួយនឹងកម្លាំងម៉ាស៊ីន800សេសកាំភ្លើង125មីលីម៉ែត្រនិងប្រព័ន្ធបញ្ចូលគ្រាប់ស្វ័យប្រវត្តិ VT2 អាចបាញ់ទម្លាក់គ្រាប់ផ្លោងដោយភ្លៀងរលឹមវាស័ក្តិសមបំផុតសម្រាប់ភូមិសាស្ត្រស្រុកខ្មែរហើយអ្វីដែលសំខាន់គឺពឿនម្លាស់ងាយស្រួលរកដែលធានាថាកងទ័ពយើងអាចធ្វើសង្គ្រាមយូរអង្វែងដោយមិនបារម្ភរឿងខ្វះខាតប៉ុន្តែប្រសិនបើអ្នកគិតថា VT2 ជាទីបញ្ចប់អ្នកគិតខុសហើយត្រៀមខ្លួនជួបជាមួយកំពូលមច្ចរាជដែលសត្រូវរបស់យើងកំពុងតែប្រើប្រាស់ប៉ុន្តែបើយើងមានវាដានោះតុល្យភាពអំណាចនឹងប្រែប្រួលភ្លាមមុននឹងទម្លាយពីរថក្រោះទី4ដែលអាចកែប្រែប្រវត្តិសាស្ត្រយោធាកម្ពុជាសូមបងប្អូនជួយចុច Subscribe និងសញ្ញាកណ្ដឹងឥឡូវនេះដើម្បីកុំឲ្យរំលងការវិភាគយោធាដ៏ស៊ីជម្រៅរបស់យើងបានចុចហើយឬនៅតោះបន្តទៀតទី4គឺ VT4 របស់មហាអំណាចចិននេះមិនមែនជារថក្រោះធម្មតាទេនេះគឺជាបន្ទាយចល័ត Digital ក្នុងតម្លៃប្រហែល5លានដុល្លារវាបំពាក់នៅបច្ចេកវិទ្យាចុងក្រោយបង្អស់ម៉ាស៊ីនកម្លាំង1300សេសធ្វើឲ្យវាស្ទុះលឿនដោយរន្ទះកំភ្លើង125មីលីម៉ែត្ររបស់វា
អាចបាញ់ទម្លុះពាក្យស្ដែកគ្រប់ប្រភេទនៅលើโลกនេះប្រព័ន្ធគ្រប់គ្រងការបាញ់ Digital 100% មានន័យថាអ្នកបញ្ជាគ្រាន់តែចុចប៊ូតុងនោះកុំជិតថានឹងគិតគូរពីកម្លាំងខ្យល់សីតុណ្ហភាពនិងចលនារបស់សត្រូវរួចបាញ់ចំគោលដៅ 100% ទោះជាកំពុងបើកបរក្នុងល្បឿនលឿនក៏ដោយការដែលកម្ពុជាមាន VT4 គឺជាការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់ប្រទេសជិតខាងថាដីខ្មែរមិនមែនជាកន្លែងដែលអ្នកអាចមកដើរលេងបានទេទី5យន្តហោះទៅកាន់មជ្ឈមបូព៌ាលីឡំអាស៊ី Al Khalid របស់ប៉ាគីស្ថានដែលជាការអភិវឌ្ឍរួមគ្នាជាមួយចិនរថក្រោះនេះត្រូវបានរចនាឡើងសម្រាប់ស៊ូទ្រាំនឹងអាកាសធាតុក្តៅហួតហែងនិងសមរភូមិដ៏ស្មុគស្មាញវាមានទម្ងន់ស្រាលងាយស្រួលធ្វើចលនានិងមានប្រព័ន្ធបាញ់ចំគោលដៅយ៉ាងជាក់លាក់នេះគឺជាជម្រើសដ៏ល្អប្រសិនបើកម្ពុជាត្រូវការរថក្រោះដែលមានភាពបត់បែនខ្ពស់ក្នុងការការពារតំបន់ព្រំដែនទី6ផ្លាស់ប្ដូររសជាតិមកកាន់អឺរ៉ុបវិញម្ដង PT91 Twadi របស់ប្រទេសប៉ូឡូញនេះគឺជាគំនិតទម្រង់ដ៏អស្ចារ្យនៃ T72 ដោយបំពាក់នៅពាក់ស្បែក Erava ដែលអាចស្រូបយកកម្លាំងផ្ទុះបានយ៉ាងល្អឥតខ្ចោះប្រព័ន្ធគ្រប់គ្រងការបាញ់ Travati ធ្វើឲ្យវាមានភាពចាក់លាក់មិនចាញ់រថក្រោះលោកខាងលិចឡើយជាមួយនឹងតម្លៃដ៏សមរម្យនេះគឺជាការវិនិយោគដ៏ឆ្លាស់វៃការពង្រឹងហើយការធ្វើទំនើបកម្មកងទ័ពឈុតខ្មែររបស់យើងតើភាពតានតឹងបានបញ្ចប់ត្រឹមនេះទេមិនទាន់ទេទី7 M84AS ពីប្រទេសសេប៊ីរថក្រោះនេះត្រូវគេដាក់រហស្សនាមថាជាអ្នករស់រានមានជីវិតពីបាល់កង់វាមានសមត្ថភាពស្ទើរតែស្មើនឹង T90S ទៅហើយជាមួយនឹងការបំពាក់នៅពាក់ស្បែកបន្ថែមនិងប្រព័ន្ធការពារសកម្មដែលអាចធ្វើឲ្យមីស៊ីលប្រឆាំងរថក្រោះរបស់សត្រូវคล้ายជារបស់ក្មេងលេងទី8 TR85M1 របស់ប្រទេសរូម៉ានីទោះបីជាវាមើលទៅហាក់បីដូចជាមិនសូវល្បីល្បាញប៉ុន្តែរថក្រោះនេះត្រូវបានកែច្នៃឡើងដើម្បីឲ្យស្របតាមស្តង់ដារ NATO វាមានប្រព័ន្ធទំនាក់ទំនងនិងប្រព័ន្ធចង្អុលបង្ហាញគោលដៅដ៏ទំនើបបើកម្ពុជាចង់បានរថក្រោះដែលមានប្រព័ន្ធកុំព្យូទ័រលោកខាងលិចក្នុងតម្លៃទាបនេះគឺជាចម្លើយទី9 T64BM Bulat របស់អ៊ុយក្រែននេះគឺជាអ្នកចម្បាំងដែលឆ្លងកាត់សមរភូមិជាក់ស្ដែងជាច្រើនវាត្រូវបានអាប់ដេតនៅពាក្យស្ដែក Notch ER ដែលអាចកាត់ផ្ដាច់គ្រាប់ផ្លោងរបស់សត្រូវជាចំណែកមុនពេលវាប៉ះដល់តួរថក្រោះនេះគឺជាបច្ចេកវិទ្យាការពារខ្លួនដ៏គួរឲ្យឈ្ងើបឆ្ញែងដែលស័ក្តិសមពិភពបាត់ក្នុងការការពារកងទ័ពកម្ពុជាពីការវាយឆ្មក់គ្រប់ទម្រង់និងចុងក្រោយទី10ការធ្វើទំនើបកម្មលើរថក្រោះ T72M ដែលយើងមានស្រាប់ឬទិញបន្ថែមក្នុងតម្លៃថោកបំផុតយុទ្ធសាស្ត្រនេះហៅថាយុទ្ធសាស្ត្រហ្វូងកណ្ដូបជាជាងទិញរថក្រោះថ្លៃៗមួយគ្រឿងយើងអាចទិញ T72M បាន5គ្រឿងហើយធ្វើការអាប់ដេតប្រព័ន្ធបាញ់និងពាសដែកបន្តិចបន្តួចនៅពេលសត្រូវប្រឈមមុខនឹងរថក្រោះរាប់សិបគ្រឿងសម្រុកចូលក្នុងពេលតែមួយទោះជាសត្រូវមានរថក្រោះទំនើបប៉ុណ្ណាក៏ត្រូវតែដកថយដែរបងប្អូនជនរួមជាតិការជ្រើសរើសរថក្រោះមិនមែនត្រឹមតែការទិញដែកយកមកតាំងលេងនោះទេប៉ុន្តែវាគឺជាការទិញនៅអំណាចនៃការកាត់ក្តីនៅលើសមរភូមិវាគឺជាសារនយោបាយមួយដែលប្រាប់ពិភពលោកថាកម្ពុជាមិនមែនជាប្រទេសដែលនរណាម្នាក់អាចជិះជាន់បានឡើយរថក្រោះទាំង10ប្រភេទនេះសុទ្ធតែមានសក្តានុពលរៀងៗខ្លួនក្នុងការប្រែក្លាយកងទ័ពយោធពលខេមរភូមិន្ទឲ្យក្លាយជាកម្លាំងមហាអំណាចប្រចាំតំបន់ការពង្រឹងកងទ័ពគឺជាការធានានូវសន្តិភាពដោយពាក្យចាស់ពោលថាបើចង់បានសន្តិភាពត្រូវត្រៀមខ្លួនធ្វើសង្គ្រាមតើបងប្អូនគិតថាក្នុងចំណោមរថក្រោះមច្ចរិយទាំង10នេះមួយណាដែលស័ក្តិសមបំផុតដែលរដ្ឋាភិបាលគួរតែទម្លាក់លុយទិញយកមកការពារទឹកដីសូមបញ្ចេញមតិនៅខាងក្រោមប៉ុន្តែទោះបីជាមានរថក្រោះទំនើបយ៉ាងណាក៏ដោយកម្ពុជានៅតែត្រូវការអាវុធសម្ងាត់មួយទៀតដែលសត្រូវខ្លាចរអាកាន់តែខ្លាំងតើវាជាអ្វីរងចាំតាមដានវីដេអូបន្ទាប់របស់ KBN Khmer News សូមអរគុណនិងសូមជម្រាបលា